បាទសូមគោរពជំរាបសួរឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបាទសម្រាប់ថ្ងៃនេះដែរគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយរបស់កម្ពុជាដែលគឺជាថ្ងៃសម្រាប់បងប្អូនជាបេក្ខជនថ្នាក់ទី12ហើយថ្ងៃនេះគឺជាថ្ងៃទី10ខែសីហាឆ្នាំ2026ខ្ញុំនិងក្រុមការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំបានមកផ្តិតយករូបភាពនៅសកម្មភាពការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលហៅថាបាក់ឌុបនៅក្នុងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានប្រារព្ធហើយនៅក្នុងនោះគឺយើងបានមកដល់នៅវិទ្យាល័យកំពង់ធំដែលនៅក្នុងគឺវិទ្យាល័យកំពង់ធំបានរៀបចំនៅការប្រឡងមាន2មណ្ឌលដែលមានមណ្ឌលវិទ្យាល័យកំពង់ធំកើតនិងមណ្ឌលវិទ្យាល័យកំពង់ធំលិចហើយយើងឃើញថាការរៀបចំនៅសម្ដាប់ធ្នាប់ក៏ដូចជាការពារសន្តិសុខជូនទៅដល់បេក្ខជនក៏ដូចជាមេដាបេដាយើងឃើញថាកងកម្លាំងមាននគរបាលនិងកងរាជអាវុធហត្ថក៏ដូចជាបងប្អូនសហភាពសហព័ន្ធយុវជនកាយរដ្ឋបានរៀបចំឲ្យដំណើរការប្រព្រឹត្តទៅដោយរលូនហើយយើងឃើញថាការរៀបចំសណ្ដាប់ធ្នាប់នេះគឺមានសណ្ដាប់ធ្នាប់ល្អមានសន្តិសុខដើម្បីឲ្យទទួលបាននៅដំណើរការប្រឡងបានទៅរលូនហើយសម្រាប់ថ្ងៃព្រឹកនេះដែរគឺយើងឃើញថាដំណើរការនៃការប្រឡងគឺមានរបៀបរៀបរយល្អបាទគួរបញ្ជាក់ថានៅខេត្តកំពង់ធំមាន13មណ្ឌលប្រឡងដែលនៅក្នុងនោះនៅក្នុងក្រុងស្ទឹងសែនមាន11មណ្ឌលនិងស្រុកកំពង់ស្វាយមាន1មណ្ឌលនិងស្រុកសន្ទុកមាន1មណ្ឌលហើយការរៀបចំសណ្ដាប់ធ្នាប់ឃើញថាកងកម្លាំងយើងបានខិតខំប្រឹងប្រែងដើម្បីឲ្យមានរបៀបរៀបរយល្អក៏ដូចជាការពារសន្តិសុខដើម្បីឲ្យកាន់តែជ្រាបច្បាស់យើងទៅជួបជាមួយនឹងលោកវីរៈស្នេហ៍ឯកម៉ងពីទូជាស្នងការរងនគរបាលខេត្តកំពង់ធំដូចតទៅការរៀបចំកម្លាំងដើម្បីរៀបចំសណ្ដាប់ធ្នាប់រក្សានៅសន្តិសុខសណ្ដាប់ធ្នាប់សម្រួលចរាចរណ៍ក្នុងអំឡុងពេលប្រឡងបាក់ឌុបនេះក្នុងនាមស្នងការដ្ឋានពាក់ព័ន្ធជាមួយនឹងការរៀបចំកម្លាំងគឺយើងប្រើប្រាស់កម្លាំងសរុប400នាក់ដែលសហការជាមួយនឹងកម្លាំងជាការដ្ឋាន PM វុធហត្ថក៏ដូចជាកម្លាំងរបស់សសយកដោយឡែកសម្រាប់ស្នងការដ្ឋានគឺបានបែងចែកទៅតាមគោលដៅទាំង13មណ្ឌលនីមួយៗនេះគឺយើងមានការទទួលខុសត្រូវសម្រាប់មណ្ឌលរៀងៗខ្លួនដោយបានបញ្ចុះកម្លាំងនិងបានផ្សព្វផ្សាយនៅផែនការរបស់ស្នងការដ្ឋានឲ្យទទួលខុសត្រូវនិងយកចិត្តទុកដាក់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ហើយសូមបញ្ជាក់ថាចំពោះផែនការនេះគឺយើងបែងចែកជា3តំបន់ទៀតតំបន់ទី1គឺយើងបែងចែកតំបន់ A តំបន់ A នេះគឺកម្លាំងការពារនៅមណ្ឌលអញ្ចឹងយើងរក្សាសណ្ដាប់ធ្នាប់មណ្ឌលនីមួយៗនេះគឺការពារមធ្យោបាយផ្សេងក៏ដូចជារក្សានៅសណ្ដាប់ធ្នាប់ទី2ពាក់ព័ន្ធជាមួយនឹងគោលដៅ B គោលដៅ B នេះគឺយើងគ្រប់មណ្ឌលទាំង13គឺយើងប្រើប្រាស់កម្លាំងចរាចរណ៍ដើម្បីរៀបចំសម្រួលចរាចរណ៍ពេលបេក្ខជនក៏ដូចជាអ្នកពាក់ព័ន្ធគាត់ធ្វើដំណើរឆ្លងកាត់ក៏ដូចជាពេលចេញនឹងចូលមណ្ឌលប្រឡងហើយមានគោលដៅមួយទៀតគឺគោលដៅ C ដែលយើងគោលដៅនេះគឺរៀបចំក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍តាមតម្រាយផ្លូវក៏ដូចជារក្សានៅសណ្ដាប់ធ្នាប់តាមតម្រាយផ្លូវនៅក្នុងខេត្តហើយមានមួយក្រុមទៀតនោះគឺក្រុមអន្តរាគមន៍ដើម្បីត្រៀមអន្តរាគមន៍បើសិនបើមានប្រធានស័ក្តិផ្សេងៗកើតឡើងមែនតើទៅគឺស្នងការដ្ឋានគឺបានប្រជុំផ្សព្វផ្សាយត្រឹមតែនៅក្នុងក្របខ័ណ្ឌទាំង13មណ្ឌលទេគឺទាំង9ក្រុងស្រុកលោកឧត្តមសេនីយ៍តួស្នងការគឺបានដាក់គោលការណ៍ក៏ដូចជាចង្អុលណែនាំដល់ក្រុងស្រុកទាំង9គឺឲ្យយកចិត្តទុកដាក់ខ្ពស់រក្សាឲ្យបាននៅសុខសុវត្ថិភាពក៏ដូចជាបញ្ហាផ្សេងៗដែលកើតមានក្នុងអំឡុងពេលប្រឡងនេះគឺបានផ្សព្វផ្សាយមុនតាំងពីបេក្ខជនចាប់ដើមធ្វើដំណើរចេញពីគេហដ្ឋានមកម្លេះហើយមួយទៀតជាការយកចិត្តទុកដាក់ខ្ពស់គឺកម្លាំងគឺបានល្បាតនៅក្នុងភូមិសាស្ត្រសំខាន់ក៏ដូចជាកន្លែងស្នាក់នៅតាមផ្ទះសំណាក់សន្តាគារហូតែលក៏ដូចជាផ្ទះស្នាក់ផ្សេងៗរបស់បេក្ខជនដែលបាត់មកប្រឡងនេះការធ្វើការល្បាតរដ្ឋបាលបីធានាបាននៅសុខសុវត្ថិភាពជូនបេក្ខជនក៏ដូចជាអ្នកពាក់ព័ន្ធមួយវិញទៀតជាការសំណពរក្នុងនាមស្នងការដ្ឋានគឺសូមសំណពរបេក្ខជនក៏ដូចជាអាណាព្យាបាលគឺសូមយកចិត្តទុកដាក់ខ្ពស់ហើយសូមចូលរួមថែរក្សានៅសម្បត្តិទ្រព្យផ្ទាល់ខ្លួនចំណុចមួយទៀតដែរគឺសំណពរថាការធ្វើដំណើរពិសេសគឺបេក្ខជនដែលអញ្ជើញមកប្រឡងសូមចូលរួមគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាពគោរពភ្លើងសញ្ញាគំនូសសញ្ញានិងផ្លាកសញ្ញាបាទសូមចូលរួមប៉ុណ្ណេះ